សួស្តីអ្នកទាំងអស់គ្នាខ្ញុំឈ្មោះវ៉ាន់សូឡាមីខ្ញុំឈ្មោះរិនយ៉ារ៉ៃខ្ញុំឈ្មោះតានអ៊ីហួរខ្ញុំឈ្មោះសង្វិចិត្ររចនាខ្ញុំឈ្មោះទឹកច័ន្ទរីណាពួកយើងមកពីក្រុម NPC ជា13នៃសាកលវិទ្យាល័យពុទ្ធិសាហើយពួកយើងក៏ជានិស្សិតឆ្នាំទី2នៃមហាវិទ្យាល័យអក្សរសាស្ត្រដូចគ្នាមកខំពីបញ្ហាប្រឈមតាក់ទងជាមួយនឹងបញ្ហាស្បែកមុខនៅក្នុងសង្គមជាក់ស្ដែងក្រុម NPC ជា13របស់ពួកយើងទាំង5នាក់ក៏បានផ្ដួចផ្ដើមគំនិតគ្នាបង្កើតបានទៅជា cleansing oil មួយដែលមានឈ្មោះថា soybean cleansing oil ដែលផ្សំឡើងពីគ្រឿងផ្សំធម្មជាតិផលិតផល cleansing oil របស់ពួកយើងដែលវាមានគ្រឿងផ្សំសំខាន់ៗ3ដូចជាសណ្តែកសៀងប្រេងដូងហើយថែមទាំងមានវីតាមីន E ដែលគ្រឿងផ្សំទាំងនេះសុទ្ធសឹងតែជាផលិតផលធម្មជាតិដែលវាជួយជំរះរាល់នៅបញ្ហាស្បែកមុខយើងនិង make up របស់យើងជាដើមការចូលរួមប្រកួតប្រជែងផលិតផលធម្មជាតិគឺជាបទពិសោធន៍ថ្មីមួយនិងមានអត្ថន័យសម្រាប់ពួកយើងក្នុងដំណើរការនេះពួកយើងបានរៀនសូត្រពីការប្រស័យទាក់ទងការដោះស្រាយបញ្ហាទំនាក់ទំនងនិងការធ្វើការងារជាក្រុមនិងចេះគ្រប់គ្រងពេលវេលាជាដើមមិនត្រឹមតែប៉ុណ្ណោះអ្វីដែលសំខាន់បំផុតនោះគឺពួកយើងបានទទួលបាននូវមេរៀនមួយដែលយល់ថាកំហុសនិងការបរាជ័យគឺជាផ្នែកមួយនៃការរៀនសូត្រសរុបមកវិញក្នុងការប្រកួតនេះមិនត្រឹមតែជួយឲ្យពួកយើងបង្កើនចំណេះដឹងផ្នែកអភិវឌ្ឍផលិតផលធម្មជាតិនោះទេវាថែមទាំងជួយឲ្យពួកយើងមានទំនុកចិត្តនិងចេះធ្វើការជាក្រុមកាន់តែប្រសើរអញ្ចឹងកុំភ្លេចណាចូលរួមគាំទ្រពួកយើង NPC G13 នៅថ្ងៃទី29ខែសីហាឆ្នាំ2026នៅសហគ្រិនខ្មែរចុងទី9មជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច